ជំរាបសួរសួស្តីបងប្អូនក្មួយទទួលទានអាហារហើយនៅបន្តនេះមកហូបបាយជុំមកមីបានងាងលើកចុងក្រោយបងប្អូនទិញមកសាក្រោយនេះច្រើនជ្រុលរហូតអត់ចង់អស់ហូបឡើង5ដងហើយនៅតែនៅទៀតហូបពេលខ្លះក៏ថប់ពេលខ្លះក៏ថតដល់ទៅពីច្រើនពេកចឹងណាបងប្អូនមកសុំជើញមកពីខ្មែរវិញបានទិញហូបទៀតឥឡូវហ្នឹងសម្រាប់ទិញសិនណាបងប្អូនពោះគៀកថ្ងៃហើយងាប់ហើយបងប្អូននេះពួកឯងខ្ញុំលាងសម្អាតខ្ញុំទុកវាចោលឡើង3ថ្ងៃឲ្យវាខ្ចាក់ដីអត់អស់ហើយចឹងទៅក៏វារៀងស្គមប៉ុន្តែស្គមវាក៏នៅតែសាច់ពេញហ្នឹងទឹកជ្រលក់ហ្នឹងខ្ញុំធ្វើរៀងបន្តិចដើម្បីឲ្យវាចូលជាតិមុតទឹកជ្រលក់បងប្អូនមុតហឹលមុតជូរស្គមប៉ុណ្ណឹងនៅពេញមាត់ទេអាហ្នឹងវាស្តៀងតែងាវដែរប៉ុន្តែសាច់វាងាវឆ្ងាញ់ជាងបងប្អូនប៉ុន្តែគាត់ថាឲ្យសាច់ធំជាងអានេះធំជាងហើយងាវសាច់តូចជាងប៉ុន្តែវាគាត់ថាងាវរសជាតិឈ្ងុយជាងស្រួយជាងខ្ញុំមិនអាចអាំងហ្នឹងបងអាំងដឹងយ៉ាងណាមកបងប្អូនចេញទៅមកនេះហ្នឹងចូល10ថ្ងៃទិញមកហូបមានបន្លែទាត់ទាំងអត់ទលាន់បងប្អូនបើតែវាសុទ្ធទលាន់ណារឿងមកខ្ញុំទៅចិត្តបន្លែមិនដឹងបាក់បកមែនអត់ហាមាត់អានេះឆ្អិនជ្រុលថ្ងៃខាងទៅលក់អរគុណច្រើនបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយជូនពរសុខសប្បាយរកស៊ីមានបានគ្រប់ក្រុមគ្រួសារសូមព្រះយេស៊ូវប្រទានពរបងប្អូនទាំងអស់គ្នាចាក់ជារៀងកម្លាំងកំព្រាសេងម៉ៃសូមមានចំណេះហាសូមមានឧបៈដូចជាយើងទាំងអស់គ្នាផងដែរព្រះយេស៊ូវឆ្លៃបងប្អូនអរគ្នាក៏ដូចជាប្រទេសកម្ពុជាទាំងមូលនិងពិភពលោកផងដែរព្រះយេស៊ូវបង្កាប់ទេមេទាំងផែនដីព្រះយេស៊ូវជាព្រះពិតណាបងប្អូន